បាទថ្ងៃនេះសូមណែនាំទៅលើកម្មវិធី Gemini ដែលបងប្អូនទាំងអស់គ្នាអាចយកទៅប្រើប្រាស់ជាពិសេសធ្វើមាតិកាធ្វើវីដេអូអីចានេះខ្ញុំសូមបង្ហាញទៅលើកម្មវិធី Gemini ដែលខ្ញុំធ្វើទៅលើវីដេអូមួយដែលពាក់ព័ន្ធជាមួយនឹងចំបៃផុសអញ្ចឹងអានេះខ្ញុំសរសេរខ្ញុំដាក់សូមជួយសរសេរវីដេអូសម្រាប់ថតសំឡេងផ្សព្វផ្សាយចំបៃផុសអញ្ចឹងនៅពេលដែលយើងសរសេរប៉ុណ្ណឹងខាង Gemini គាត់នឹងធ្វើការ generate ទៅលើវីដេអូដែលខ្ញុំស្នើសុំនេះបាទនេះជាការផ្ដល់ឲ្យពី Gemini បាទពាក់ព័ន្ធជាមួយនឹងសំឡេងផ្សព្វផ្សាយចំបៃផុសនេះបាទសំឡេងទី1គឺសំឡេងបរិសុទ្ធរាក់ទាក់ជំរាបសួរតើអាជីវកម្មរបស់អ្នកជួបបញ្ហាគ្រប់គ្រងការលក់មែនទេសំឡេងទី2គឺសំឡេង Generary បាទកុំបារម្ភចំបៃផុសអាចជួយបាននេះគឺជាវីដេអូយើងមានច្រើនទៀតបាទនៅក្នុងនោះហើយនៅក្នុងនោះក៏យើងអាចឲ្យខាង Gemini គាត់ subscribe នៅវីដេអូដែលយើងស្នើសុំខាងលើនេះបានទៀតអញ្ចឹងខ្ញុំដាក់ជួយ subscribe ធ្វើជា caption ខ្លីៗសម្រាប់ផុសទៅលើ Facebook បាទនេះជា caption ដែលខាង Gemini ផ្ដល់ឲ្យបាទវាមានជម្រើសទី1ការគ្រប់គ្រងលក់កាន់តែងាយស្រួលជាមួយចំបៃផុសសាររបស់ប្រើដោយឥតគិតថ្លៃជម្រើសទី2ជម្រើសទី3ជម្រើសទី4រហូតដល់ជម្រើសទី5អញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្វើទីផ្សារក៏ដូចជាការធ្វើមាតិកានៅលើ digital marketing ទៅលើ social media អីអាចយកទៅប្រើប្រាស់បានអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរទៅលើផលិតផលរបស់ខ្លួនឯងបានណាសម្រាប់ទៅលើកម្មវិធី Gemini អញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញការណែនាំនេះតែប៉ុណ្ណេះបាទ